ជូនបត់បង្ហាញសំរាំងស៊ីកឹមសុខាកើតជំងឺភ្លេចសម្ដីខ្លួនឯងបុព្វបុរសខ្មែរបានចងក្រងនៅច្បាប់ទូនមានជាច្រើនសម្រាប់ដាស់តឿនក្រើនរំលឹកដល់មនុស្សជំនាន់ក្រោយកុំឲ្យភ្លេចស្មារតីនាំឲ្យខូចកិត្តិយសស្អុយគេឈ្មោះដោយសារអំពើដែលខ្លួនបានសាងពាក្យថារដៀបបាក់យករដៀបជួសសម្ដីហួសគ្មានអ្វីជួសបានគឺជាបំណងដ៏ល្អបំផុតសម្រាប់ដាស់ស្មារតីដល់អ្នកនយោបាយខ្មែរដែលនិយមប្រើវោហារអួតអាងកាងសម្ដីឲ្យងាកមកប្រកាន់ពាក្យសច្ចៈវិញតាមន័យនេះក្នុងសង្គមខ្មែរបច្ចុប្បន្នលោកកឹមសុខាត្រូវគេមើលឃើញថាជាជើងឯកខាងអួននិយាយក្រឡេកក្រឡុចមិនអាចយកជាការបានជាក់ស្ដែងកឹមសុខាបាននិយាយប្រាប់អ្នកគាំទ្រគណៈបកសិទ្ធិមនុស្សពីភាពក្រឡេកក្រឡុចរបស់សំរងស៊ីកឹមសុខាថាសំរងស៊ីក្បត់កឹមសុខាក្នុងរឿងចូលប្រជុំសភាលើកដំបូងបន្ទាប់ពីបោះឆ្នោតអាណត្តិទី4ហើយ